ngày nàyได้กลายปีเพลียงเฮาจังបងអូនអូថាភ្លៀងច្រើនបងអូនអើយប្រហែលថ្ងៃហ្នឹងគឺភ្លៀងជាប់នេះល្អហើយថ្ងៃនេះមេឃភ្លៀងចឹងបងអូនហើយក៏តនេចឹងក៏មកក្តាមជីអីចឹងបងអូនដើម្បីយកឆាផ្អែមឆាអីចឹងបងអូនថាអូដើររកក្តាមបងអូនណានិយាយទៅដើររកដល់ក្រោមដល់អីចឹងវាមានបងអូនពួកគេជួស្រែជួអីចឹងក្តាមក៏វានៅដែរវាឡើងលើចឹងបងអូននិយាយថាខ្ញុំដើររកហ្នឹងដើររកមកស្ទុះដែរបងប្អូនអើយរកអត់បានទេបានអាកន្លែងនេះអញ្ចឹងបងប្អូនខ្ញុំមកយើងយូរដែរមកដំបូងអត់មានបានទេបងប្អូនដំបូងរកត្រឡប់ទៅផ្ទះហើយអញ្ចឹងបងប្អូនតែនៅឃើញថាមកឲ្យចូលមកយើងរកឲ្យបានហ្មងពេលដើរមកលើសែហ្នឹងបងប្អូនឃើញរុនទៅជីកបាននិយាយថាអូក្តាមអេសបោដែរបងប្អូនបើថាភ្លៀងពីថ្ងៃហ្នឹងបើសិនមកចាប់យប់អីនឹងសបោបងប្អូនព្រោះថាខ្ញុំរវល់ធ្វើការથઈហ្នឹងបងប្អូនខ្ញុំអត់មានពេលទៅនេអញ្ចឹងហើយយើងធ្វើការអស់កម្លាំងអស់អីចឹងដែរបងប្អូនអញ្ចឹងយើងអត់មានពេលមកចាប់មកអីចឹងបងប្អូនហើយទីមួយយើងមានក្បាលកែវអីផងបងប្អូនអញ្ចឹងយើងខ្ជិលហ្មងចាំមកហើយប្រហែលជាម៉ោង5មកអីទៅខ្ញុំមកជិះបងប្អូនមិនបងថាមកពេលព្រឹកដេកបងប្អូនអើយលេហម៉ោងព្រឹកថ្ងៃទឹកអីចឹងអត់ដឹងថាម៉ោងប៉ុន្មានដឹងតែដឹងខ្លួនអីចឹងបងប្អូនប្រហែលម៉ោង8 9ខ្ជិលមកចាំមកពេលល្ងាចនេះក្តៅដែរបងប្អូននិយាយថាភ្លៀងចុងខែនេះបងប្អូនហើយភ្លៀងយ៉ាងមែនតែនបងប្អូនខ្ញុំធ្វើការហ្នឹងបងប្អូនហើយភ្លៀងអាពេលបាយក៏ភ្លៀងអាពេលមកបន្ទប់ហ្នឹងក៏ភ្លៀងបងប្អូនហើយម៉ោង6ម៉ោងអីហ្នឹងនេះដូចខែភាសាអញ្ចឹងបងប្អូនហើយតែខែ4ឡើយសោះបងប្អូនតន់ចូលខែ5ផងនិយាយថាបើភ្លៀងអញ្ចឹងបងប្អូនហើយបើពេលយប់ពេលអីហ្នឹងដែរចាំកែបគឺសុវ័យមែនតែនបើខ្ញុំចូលចិត្តទេសភាពសុខស្រាងបងប្អូនគឺស្អាតមែនតែនឲ្យតែខែភ្លៀងហើយអញ្ចឹងនិយាយទៅខៀវខ្ចីហ្មងបងប្អូននិយាយទៅដើមឈើដើមអីអញ្ចឹងពណ៌បៃតងអញ្ចឹងបងប្អូនថានិយាយរឿងក្តាមផងយើងបងប្អូនណានិយាយទៅកន្លែងណាក៏មានដែរបងប្អូនហើយថ្ងៃហ្នឹងឃ្លានក្តាមអញ្ចឹងបងប្អូនយើងមកជីកខ្លួនឯងយើងខ្ជិលទិញគេគឺអស់លុយដែរបងប្អូនអញ្ចឹងយើងមានពេលទៅនេខ្ជិលនៅផ្ទះនៅបន្ទប់អីអញ្ចឹងបងប្អូនយើងក៏មកនាំគ្នាមកជីកក្តាមជីអីហើយក្តាមយើងខែហ្នឹងគឺខ្លាញ់មែនតើបងប្អូនហើយធំទៀតវាធំមកមុំដែរបងប្អូនហើយខ្ញុំមកជីកនេះយើងយូរដែរបងប្អូនទៅមកប៉ុណ្ណេះឡើយអាហ្នឹងក្នុងស្រែហ្នឹងបងប្អូនវាគ្រាន់បើតែស្រែខ្ញុំរមុនគ្មានទេបងប្អូនដោយសារគេជួដីអញ្ចឹងវាឡើងលើអញ្ចឹងបងប្អូននិយាយថាឲ្យតែមានរុននិងតែមានក្តាមកន្លែងហ្នឹងបងប្អូនហើយក្តាមយើងអត់សូវធំប្រហែលទេបងប្អូនដូចខ្ញុំនិយាយអញ្ចឹងវាមុំដែរបងប្អូនមិនមែនថាក្តាមនឹងខ្ញុំយកមកដាក់អីណាបងប្អូនគឺខ្ញុំរកដោយផ្ទាល់ដៃមែនបងប្អូនហើយកន្លែងនេះគៀបដៃបងប្អូនក្តាមលោកខ្ញុំលោកចេញខ្ញុំភ័យដែរបងប្អូនព្រោះខ្លាចអីវានៅអញ្ចឹងបងប្អូនតែតើយើងចេះមើលរុនដែរបងប្អូនដឹងថាមានក្តាមមានអីអញ្ចឹងព្រោះយើងមិនចេះលូកបងប្អូនព្រោះខែហ្នឹងសវោដែរពុះបងប្អូនក្នុងរុននិយាយថាពេលយើងខានមកវាស្រែអញ្ចឹងបងប្អូននិយាយទៅមកពេលល្ងាចស្រស់ស្រាយមែនតែនពេលព្រឹកកាន់តែស្រស់ស្រាយព្រោះថាឃើញពលឺព្រះអាទិត្យអីចឹងបងប្អូនហើយអាភ្លៀងមិនដងអញ្ចឹងបងប្អូនស្អីក៏ចេញដែរបងប្អូនហើយត្រីអីក៏ឡើងដែរបើសិនមានស្រះមានអីត្រីឡើងអាភ្លៀងមិនដងអញ្ចឹងបងប្អូននិយាយទៅក្តាមកែបអីក៏សវោដែរបងប្អូននិយាយទៅខ្វាយហូបទេសំខាន់ឲ្យយើងចេះរកការនៅតូចអីអញ្ចឹងបងប្អូនដូចម៉ែគាត់រៀងដាច់លុយដាច់អីអត់មានលុយទិញម្ហូបទិញអីគាត់ប្រើយើងមកអញ្ចឹងតាជីកក្តាមតាឬខ្យងអីចឹងទៅនៅស្រុកស្រែខ្វះទេបងប្អូនហើយតែខែភ្លៀងខែអញ្ចឹងនិយាយទៅក្តាមកែបអីយតនាទេបងប្អូនខានឲ្យតែយើងចេះរកម្ហូបអញ្ចឹងបងប្អូនដូចខ្ញុំឯងកាលក្មេងៗអីឲ្យតែភ្លៀងអញ្ចឹងអីយប់ឡើងប្រហែលជាម៉ោង4ម៉ោង5ដើររងកែបអីចឹងបងរកក្តាមខ្យងអីចឹងទៅមិនខ្វះទេបងប្អូនអើយនិយាយទៅយើងអត់លុយតែយើងមានម្ហូបគាត់ថានៅស្រែយើងអត់មានលុយចាយបងប្អូនហើយដោយសារយើងអត់មានការងារធ្វើតែបើយើងរឿងម្ហូបវិញយើងមិនខ្វះទេសំខាន់ឲ្យយើងរកអញ្ចឹងបងប្អូនតែបើយើងអត់រកអត់ដែរហ្នឹងបងប្អូនអើយដូចនៅពេញប៉ុន្តែយើងមានលុយតែយើងអត់លុយពិបាកដែរហ្នឹងបងប្អូននៅពេញបើនៅស្រែអត់លុយតែមានម្ហូបអញ្ចឹងបងប្អូនវាគ្រាន់បើនៅទីក្រុងអញ្ចឹងបងប្អូនបើទីក្រុងតើមានការងារធ្វើទៅមានអីហូបអញ្ចឹងបងប្អូននិយាយថាក្តាមរបស់យើងបងប្អូនគឺសវោមែនតែននេះមកតែមកកន្លែងហ្នឹងទេបងប្អូនគឺហូបមិនអស់ទេមិនទៅបងប្អូនព្រោះក្តាមច្រើនណែមកតែកន្លែងហ្នឹងទេឲ្យតែមានរុនគឺមានក្តាមហើយក្តាមរៀងនៅជ្រៅដែរបងប្អូនអើយរៀងធំល្អតែក្តាមពេលក្តាមសវោអញ្ចឹងបងប្អូនសប្បាយចិត្តតែពេលមកតវងបងប្អូនហើយដើរហូរណោះដើរដល់ក្រោមពី3ស្រែមិនឃើញក្តាមមួយបងប្អូនហើយគេ
គេជួដីជួអញ្ចឹងវាមកដល់ណាម៉ែគាត់តែឃើញគាត់ជីកទៅប៉ះក្តាមរងបងណាគឺគាត់តែឃើញថាសបោក្តាមនេះសុបាយចិត្តហ្នឹងបងហើយបន្ទាប់មកក៏លៀងក្តាមនេះបាទប៉ុណ្ណឹងបានហើយchơi vôច្រើនអញ្ចឹងបងអានេះយើងគាត់តែមកស្រែហ្មងបងបាទក្តាមប៉ុណ្ណឹងហើយនេះខ្ញុំរៀបចំទៅបន្ទប់វិញអញ្ចឹងបងពួកខ្ញុំយកមកមុំហូបដែរបងជួយយកច្រើនបងក្តាមមិនខ្វះទេបងអើយហើយវីដេអូនេះមានអីច្រើនបងវីដេអូមានតែប៉ុណ្្នឹងបើបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ follow page ខ្ញុំម្នាក់ផងដើម្បីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នាមើលវីដេអូនេះដល់ចប់